ងจือគឺជាបុគ្គលមានឥទ្ធិពលផ្នែកគំនិតប្រាជ្ញាដ៏សំខាន់បំផុតរបស់ចិននិងត្រូវបានគេទទួលស្គាល់ថាជាអ្នកប្រាជ្ញដ៏ល្បីល្បាញម្នាក់នៅលើសកលលោកពេញមួយជីវិតរបស់គាត់ខុងจือបានខិតខំប្រឹងប្រែងទូមានព្រានប្រដៅមនុស្សឲ្យប្រព្រឹត្តអំពើសុចរិតប្រកាន់យកគោលការណ៍គ្រប់គ្រងដែលត្រឹមត្រូវយុត្តិធម៌និងបង្រៀនមនុស្សឲ្យចេះរកសេចក្តីសុខនៅក្នុងជីវិតនាពេលបច្ចុប្បន្នជាជាងរកសេចក្តីសុខនាពេលអនាគតដំបូលមានរបស់ខុងจือគឺជាពុទ្ធិផ្នែកទស្សនវិជ្ជានិងគតិធម៌ដ៏ស៊ីជម្រៅដែលបានចាក់ឫសយ៉ាងជ្រៅទៅក្នុងផ្នត់គំនិតរបស់ជនជាតិចិនអស់រយៈកាលរាប់ពាន់ឆ្នាំមកហើយនិងដែលត្រូវពួកគេនាំគ្នាគ្រប់ប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនអំពីដំបូលមានទាំងនោះទុកជាគតិប្រចាំជីវិតទៀតផងនៅក្នុងនីតិនេះខ្ញុំបាទនឹងលាតត្រដាងអំពីខ្សែជីវិតរបស់ខុងจือដូចតទៅដោយសារតែភរិយាទី1របស់ខ្លួនបង្កើតបានតែកូនស្រីដល់ទៅចំនួន9នាក់ទើបលោកខុងហឺដែលជាមន្ត្រីនៃនគរសុងបានកិច្ចខ្លួនមករស់នៅក្នុងនគរលូដោយសារតែបញ្ហានយោបាយបានសម្រេចចិត្តឲ្យយកស្ត្រីម្នាក់ទៀតធ្វើជាស្រីកំណានស្រីកំណានរូបនេះបានបង្កើតបានកូនប្រុសម្នាក់ដល់លោកខុងហឺក៏ប៉ុន្តែជាអកុសលកូនប្រុសដែលមានឈ្មោះថាម៉ឹងភីនេះមានពិការភាពពីកំណើតនៅក្នុងផ្នត់គំនិតចង់បានកូនប្រុសស្នងត្រកូលលោកខុងហឺបានរៀបការជាមួយកញ្ញាអេជៀនជឹងចៃដែលជាកូនស្រីពៅក្នុងចំណោមបងប្អូនស្រីចំនួន3នាក់នៃត្រកូលជៀនលោកស្រីជៀនជឹងចៃតែងបានទៅកាន់ភ្នំនេះដែលបច្ចុប្បន្នស្ថិតនៅក្នុងស្រុកឈីហ្វូខេត្តសានតុងដើម្បីបន់ស្រន់តាមលក្ខណៈជំនឿសុំកូនប្រុសជាលទ្ធផលមកពីការបន់ស្រន់ឬជាភាពចៃដន្យឬជាសំណាងនៅថ្ងៃទី19ខែមិថុនាឆ្នាំ551មុនគ្រិស្តសករាជលោកស្រីបង្កើតបានកូនប្រុសម្នាក់ហើយត្រូវបានលោកខុងហឺដែលជាឪពុកដាក់ឈ្មោះឲ្យថាខុងឈីវហើយមានឈ្មោះហៅក្រៅថាចុងនីឈីវមានន័យថាកូនភ្នំព្រោះថ្ងៃរបស់ទារកនេះមានរាងដូចកូនភ្នំចុងមានន័យថាទី2ព្រោះទារកនេះជាកូនប្រុសទី2របស់លោកខុងហឺរីឯនីគឺជាឈ្មោះភ្នំនេះដែលលោកស្រីជៀនជឹងចៃតែងតែទៅបន់ស្រន់មុនពេលទារកនេះចាប់កំណើតទារកម្នាក់នេះក្រោយមកត្រូវបានគេហៅថាខុងจือគឺជាងារដែលជនជាតិចិននាបុរាណសម័យផ្ដល់ជូនអ្នកដែលមានពុទ្ធិខ្ពង់ខ្ពស់ដូចជាឡាវឈឺស្ថាបនិកសាសនាតាវស៊ុនឈឺដែលជាអ្នកបង្កើតទ្រឹស្ដីសិល្បៈសង្គ្រាមជាដើមខុងឈឺមិនត្រឹមតែត្រូវបានគេចាត់ទុកថាជាទស្សនវិទូប៉ុណ្ណោះនោះទេតែថែមទាំងជាស្ថាបនិកនៃសាសនាខុងឈឺដែលជាសាសនាមានលក្ខណៈអតិវនិយមទៀតផងលោកខុងហឺនិងលោកស្រីជៀនជឹងចៃមិនបានដឹងទេថាទារកម្នាក់នេះនឹងក្លាយជាទស្សនវិទូដ៏ល្បីល្បាញមួយរូបរបស់ប្រទេសចិននិជ័យដោយឡែករបស់ពិភពលោកនិជ័យជារួមលោកទាំងពីរមិនដឹងទៀតថាទារកម្នាក់នេះត្រូវបានគេប្រសិទ្ធនាមថាស្ដេចគ្មានបល្ល័ង្កឪពុករបស់ខុងឈឺបានលាចាកលោកនៅពេលដែលលោកទើបតែមានអាយុ3ឆ្នាំហេតុនេះម្ដាយរបស់លោកត្រូវជាអ្នកទទួលបន្ទុកថែទាំនិងការងារអប់រំលោកខុងឈឺដោយសារតែមានជីវភាពក្រីក្រម្ដាយរបស់លោកត្រូវទៅបម្រើគ្រួសារអភិជនជីដោយទុកពេលវេលាឲ្យលោកបាននៅលេងជាមួយនឹងក្មេងដទៃទៀតនៅពេលថ្ងៃហើយនៅពេលយប់គាត់បានបង្រៀនកូនពីសិភៅទំនៀមទម្លាប់និងទស្សនៈទាយតាមក្បួនបុរាណកុមារខុងឈឺចូលចិត្តទៅព្រះវិហាររបស់ស្ដេចចៅដើម្បីមើលការគោរពបូជាតាមបែបសាសនាការនេះបានជំរុញចិត្តឲ្យខុងឈឺចាប់ផ្ដើមធ្វើត្រាប់តាមលំនាំសាសនាដោយគោរពពេញពិសិដ្ឋនិងនាំក្មេងៗលេងពីរបៀបសែនព្រេនតាមទំនៀមទម្លាប់ពីបុរាណបើទោះបីជាស្ថិតនៅក្នុងភាពក្រីក្រយ៉ាងណាក៏ដោយក៏ម្ដាយរបស់ខុងឈឺបានតស៊ូឲ្យកូនបានទទួលការសិក្សាអក្សរសាស្ត្រតន្ត្រីនិងការបាញ់ព្រួញគួរបញ្ជាក់ផងដែរថានៅក្នុងសម័យកាលនោះក្មេងដែលទទួលបានការសិក្សាគឺមានតែក្មេងមកពីត្រកូលអភិជននិងស្ដេចតែប៉ុណ្ណោះព្រោះត្រូវជួលគ្រូមកបង្រៀនដោយផ្ទាល់នៅផ្ទះរបស់ខ្លួនជាមួយគ្នានេះដែរឯកសារទាំងអស់ត្រូវកត់ត្រានៅក្នុងផ្ទាំងឫស្សីអ្នកដែលមានពុទ្ធិនិពន្ធឯកសារនោះមានតិចក្នុងពេលដែលការផលិតឯកសារត្រូវការចំណាយពេលយ៉ាងច្រើនខុងจือគឺជាបុគ្គលដែលជំនះក្នុងការសិក្សារៀនសូត្រលោកបានសិក្សាពីម្ដាយរបស់លោកនិងសិក្សាពីមជ្ឈដ្ឋានជុំវិញនឹងអ្នកដទៃលោកបានអះអាងថានៅក្នុងចំណោមមនុស្សដទៃ3នាក់មានម្នាក់គឺជាគ្រូរបស់ខ្ញុំនឹងរៀនពីចំណុចខ្សោយរបស់គេហើយស្វែងរិះគន់លោកបានអាយុ12ឆ្នាំខុងจือបានជួយខ្វៀលជាមដើម្បីសម្រាលដល់ការងាររបស់ម្ដាយក្នុងឋានៈជាអ្នកខ្វៀលជាមខុងจือបានសន្យាថា
អ្វីដែលខ្ញុំត្រូវបំពេញគឺចិញ្ចឹមនិងថែទាំសត្វជៀមឲ្យមានសុខភាពល្អនិងមានកម្លាំងមាំមួនអាយុបាន15ឆ្នាំខុងជឺបានយកចិត្តទុកដាក់កាន់តែខ្លាំងលើការសិក្សាដែលលោកតែងតែចាត់ទុកពេលនោះថាជាពេលនៃការចាប់ផ្ដើមអភិវឌ្ឍពុទ្ធិរបស់ខ្លួនផ្ដើមចេញពីស្វ័យសិក្សាលោកបានក្លាយជាអ្នកទូន្មានអ្នកដទៃពីរបៀបសិក្សានិងស្រាវជ្រាវលោកជាបុគ្គលម្នាក់ដែលតែងតែយល់ថាការសិក្សាស្រាវជ្រាវគឺជាមូលដ្ឋានដ៏រឹងមាំតែមួយគត់ក្នុងកិច្ចអភិវឌ្ឍខ្លួនគ្រួសារនិងសង្គមជាតិស្ថិតនៅក្នុងស្ថានភាពក្រីក្រនិងមានជំងឺធ្ងន់ធ្ងរម្ដាយរបស់ខុងជឺបានលាចាកលោកនៅពេលដែលលោកទើបតែមានអាយុ17ឆ្នាំក្រោយពេលបញ្ចុះសពម្ដាយលោកបានកាន់ទុក្ខអស់រយៈពេល3ឆ្នាំមានឯកសារជាច្រើនដែលបានបញ្ជាក់ថាខុងជឺជាក្មេងដែលគ្របម្ដាយរបស់ខ្លួនយ៉ាងខ្លាំងអ្វីដែលម្ដាយរបស់លោកហាមមិនឲ្យធ្វើលោកពុំហ៊ានធ្វើឡើយទោះបីជាមានគេបង្ខំវាយដំឬចង់សម្លាប់ក៏ដោយនៅអាយុ19ឆ្នាំខុងជឺបានរៀបអាពាហ៍ពិពាហ៍ជាមួយកញ្ញាឈីកងមកពីនគរសុងហើយមួយឆ្នាំក្រោយមកប្រពន្ធរបស់លោកបានសម្រាលបុត្រាមួយដែលមានឈ្មោះថាខុងលីមានឈ្មោះហៅក្រៅថាប៉អ៊ីដែលមានន័យថាត្រីក្អែកព្រោះគ្រួសារអភិជនជីបានជូនអំណោយត្រីក្អែកមួយក្បាលមកឲ្យខុងជឺពេលខុងលីចាប់កំណើតទោះបីជាសម័យកាលដែលលោករស់នៅបុរសអាចរៀបអាពាហ៍ពិពាហ៍ឬអាចមានប្រពន្ធច្រើនជាងម្នាក់យ៉ាងណាក៏ដោយក៏ខុងជឺបានរៀបអាពាហ៍ពិពាហ៍តែម្ដងគត់ហើយមានភរិយាតែម្នាក់គត់នៅក្នុងឆាកជីវិតរបស់ខ្លួនលោកជាបុរសដែលពោពេញទៅដោយភក្ដីភាពនិងភាពទទួលខុសត្រូវចំពោះគ្រួសារដោយឡែកចំពោះកូនខុងជឺតែងបានអប់រំឲ្យកូនរបស់ខ្លួនសិក្សាស្រាវជ្រាវដើម្បីក្លាយជាបុគ្គលដែលមានប្រយោជន៍នៅក្នុងសង្គមលោកតែងបានព្យាយាមឲ្យកូនរបស់លោកគឺជាទំពាំងដ៏រឹងមាំមួយក្នុងការស្នងមរតកពុទ្ធិរបស់លោកហើយជាសសរមួយដើមដ៏រឹងមាំក្នុងការរួមចំណែកទ្រទ្រង់កិច្ចការអភិវឌ្ឍជាតិនៅក្នុងឆ្នាំ521មុនគ្រិស្តសករាជខុងជឺបានទទួលតំណែងជាអ្នកកាន់ឃ្លាំងរបស់គ្រួសារអភិជនជីក្នុងពេលដែលលោកមាននាទីជាអ្នកជាមឃ្លាំងខុងជឺបានតាំងចិត្តថាអ្វីដែលខ្ញុំត្រូវបំពេញគឺការកត់ត្រាឲ្យបានត្រឹមត្រូវក្នុងឆ្នាំ523មុនគ្រិស្តសករាជខុងជឺបានរៀនដេញពិននិងច្រៀងចម្រៀងពីលោកស៊ឺសៀងជឺដែលជាប្រធានក្រុមតន្ត្រីនៅក្នុងនគរលូខុងជឺត្រូវបានគ្រូរបស់លោកសរសើរពីស្នាដៃដេញពិនរបស់លោកយ៉ាងខ្លាំងខុងជឺដែលក្រោយមកត្រូវបានគេគ្រប់គ្នាលើកតម្កើងជាទស្សនវិទូនោះក៏ជាតន្ត្រីករជាអ្នកនិពន្ធផ្នែកកំណាព្យនិងជាអ្នកចម្រៀងមួយរូបដ៏ល្បីល្បាញផងដែរការសិក្សារបស់ខុងជឺពីទំនៀមទម្លាប់និងការស្វែងយល់ពីសង្គមចិននាពេលនោះបានធ្វើឲ្យខុងជឺយល់ពីការគ្រប់គ្រងនគរនីមួយៗរបស់ចិនហើយព្យាយាមស្វែងរកពុទ្ធិទស្សនវិជ្ជាក្នុងការបញ្ជូលដល់ប្រជាពលរដ្ឋនិងអ្នកដឹកនាំឲ្យរួមរស់នៅជាមួយគ្នាដោយសន្តិភាពនិងសណ្ដាប់ធ្នាប់គួរបញ្ជាក់ផងដែរថានៅសម័យកាលរបស់ខុងជឺប្រទេសចិនស្ថិតនៅក្នុងរជ្ជកាលចៅក្នុងឆ្នាំ1100ដល់ឆ្នាំ256មុនគ្រិស្តសករាជដែលអធិរាជចៅគ្មានអំណាចគ្រប់គ្រាន់ជាហេតុនាំឲ្យស្ដេចត្រាញ់ជាច្រើនធ្វើការបះបោរហើយបង្កើតជានគរឯករាជ្យរៀងៗខ្លួននៅក្នុងឆ្នាំ522មុនគ្រិស្តសករាជខុងជឺត្រូវបានគេប្រសិទ្ធនាមថាយូដែលមានន័យថាទស្សនវិទូចាប់ពីពេលនោះមកលោកក៏បានសម្រេចចិត្តបង្កើតសាលាឯកជនមួយដែលដាក់ឈ្មោះថាមជ្ឈមណ្ឌលទស្សនវិជ្ជាមជ្ឈមណ្ឌលនេះទទួលសិស្សឲ្យចូលសិក្សាដោយមិនប្រកាន់វណ្ណៈឬឋានៈនោះទេអ្នកដែលចូលសិក្សាមុនត្រូវបានគេហៅថាសិស្សច្បងរីឯអ្នកដែលសិក្សាតាមក្រោយត្រូវបានគេហៅថាសិស្សប្អូនតាមរយៈសាលានេះកិត្តិនាមរបស់ខុងជឺចាប់ផ្ដើមល្បីសុសសាយទៅគ្រប់ទីកន្លែងនៅក្នុងប្រទេសចិនគួរបញ្ជាក់ផងដែរថាមិនខុសពីព្រះពុទ្ធដែលមានបញ្ចវគិ្គយគឺជាសិស្សដំបូងដោយឡែកខុងជឺក៏មានសាវកដ៏ល្បីល្បាញរបស់ខ្លួនចំនួន10រូបផងដែរនៅក្នុងការបង្រៀនខុងជឺតែងតែចាត់ទុកខ្លួនឯងថាជាអ្នកចម្លងខ្លឹមសារវប្បធម៌និងប្រវត្តិសាស្ត្រចិនដល់អ្នកចំនួនក្រោយតាមរយៈការអះអាងរបស់លោកថាមិនត្រូវមើលរំលងប្រពៃណីមិនត្រូវស្ដាប់ការទូន្មានប្រឆាំងនឹងប្រពៃណីនិងមិនត្រូវធ្វើទង្វើល្មើសនឹងប្រពៃណីយ៉ាងណាក៏ដោយ
ក៏លោកជាអ្នកបង្កើតថ្មីនៃវប្បធម៌ចិនដោយបដិសេធប្រពៃណីបុរាណដូចជាការលុបបំបាត់ជំនឿទេវនិយមនិងការកប់ទាសករទាំងរស់ជាដើមហើយលោកជាអ្នកដែលបានផ្ដើមបើកទំព័រថ្មីនៃប្រវត្តិសាស្ត្រចិនដូចជាការលុបបំបាត់ភាពរើសអើងវណ្ណៈនិងការបង្កើតប្រព័ន្ធគ្រប់គ្រងបែបគុណធម៌ជាដើមដើម្បីពង្រឹងនិងពង្រីកពុទ្ធិរបស់ខ្លួននិងដោយមានជំនួយពីលោកម៉ឹងអ៊ីជើនិងលោកណានកុងជីងស៊ូនៅក្នុងឆ្នាំ518មុនគ្រិស្តសករាជខុងជឺបានទៅសិក្សាពីឡាវឈឺដែលជាបណ្ណារក្សនៅក្នុងរាជវាំងនាទីក្រុងឡោចាងខុងជឺបានសិក្សាយ៉ាងច្រើនពីក្បួនសីលធម៌និងច្បាប់របស់នគរដើម្បីឆ្លុះបញ្ចាំងអំពីស្ថានភាពនយោបាយនិងដើម្បីរកដំណោះស្រាយនយោបាយដើម្បីបញ្ជាប្រទេសពីសង្គ្រាមបង្ហូរឈាមលោកម៉ាសេតុងធ្លាប់បានទូន្មានថានយោបាយជាសង្គ្រាមគ្មានការបង្ហូរឈាមឯសង្គ្រាមជានយោបាយមានការបង្ហូរឈាមនៅក្នុងវ័យ51ឆ្នាំខុងជឺបានបែរជីវភាពទៅក្នុងឆាកនយោបាយហើយត្រូវបានស្ដេចនគរលូតែងតាំងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោកបានបង្កើតច្បាប់គ្រប់គ្រងនគរតាមបែបគុណធម៌ដោយបានអះអាងថាកិច្ចដែលត្រូវអនុវត្តជាបន្ទាន់គឺការកែតម្រូវមុខងាររបស់មនុស្សដែលត្រូវទទួលភារៈបំពេញកិច្ចការបម្រើនគរជាបឋមស្ដេចនាម៉ឺនមន្ត្រីទាហាននិងពលរដ្ឋត្រូវស្គាល់ភារកិច្ចរបស់ខ្លួនជាមុនសិនពលគឺមនុស្សម្នាក់ៗនៅក្នុងសង្គមត្រូវទទួលខុសត្រូវចំពោះកិច្ចការរបស់ខ្លួនដែលបានប្រព្រឹត្តរួចមកហើយនិងចំពោះកិច្ចការដែលខ្លួនត្រូវអនុវត្តនៅថ្ងៃមុខនៅក្នុងគ្រួសារឪពុកម្ដាយនិងកូនបងនិងប្អូនក៏ត្រូវយល់ពីភារៈនិងត្រូវមានទំនួលខុសត្រូវបុគ្គលទាំងអស់តែងស្វែងរកវត្ថុពីរគឺយុត្តិធម៌និងគុណប្រយោជន៍ប៉ុន្តែគេមិនអាចទទួលបានវត្ថុពីរនេះក្នុងពេលតែមួយបានឡើយបណ្ឌិតលះបង់គុណប្រយោជន៍ហើយទទួលយកយុត្តិធម៌រីឯជនអវិជ្ជានឹងទទួលយកគុណប្រយោជន៍ហើយលះបង់យុត្តិធម៌លោកបានបន្តទៀតថាការគ្រប់គ្រងដោយគុណធម៌ប្រសើរជាងការគ្រប់គ្រងដោយច្បាប់ព្រោះការគ្រប់គ្រងដោយគុណធម៌នាំឲ្យមនុស្សចេះភ្ញាក់រលឹកនិងមានទំនួលខុសត្រូវដោយខ្លួនឯងខុងជឺរំពឹងថាការគ្រប់គ្រងនគរប្រកបដោយគុណធម៌អាចដំណើរការទៅរួចថែមទាំងឈានទៅសម្រេចផ្លែផ្កាទៀតផងការគ្រប់គ្រងល្អគឺទាល់តែអ្នកគ្រប់គ្រងធ្វើសង្គមឲ្យមានសណ្ដាប់ធ្នាប់និងជីវភាពរុងរឿងចង់ឲ្យសង្គមមានសណ្ដាប់ធ្នាប់និងជីវភាពរុងរឿងត្រូវធ្វើឲ្យមានសណ្ដាប់ធ្នាប់និងចេះគ្រប់គ្រងជីវភាពគ្រួសារជាមុនសិនមនុស្សដែលមានទឹកចិត្តល្អលុះត្រាតែមានឆន្ទៈស្មោះត្រង់និងមានការអប់រំល្អនៅពេលដែលមនុស្សបានទទួលការអប់រំល្អហើយជីវភាពគ្រួសាររបស់គេក៏ត្រូវបានគ្រប់គ្រងល្អផងដែរបើជីវភាពគ្រួសារបានគ្រប់គ្រងល្អហើយនោះនាំឲ្យជីវភាពសង្គមឬប្រទេសជាតិមានសណ្ដាប់ធ្នាប់ល្អលទ្ធផលចុងក្រោយគឺពិភពលោកនឹងមានសន្តិភាពនៅទូទាំងប្រទេសចិនខុងជឺបានពង្រឹងនិងពង្រីកគុណភាពអប់រំនិងបានលុបបំបាត់ទណ្ឌកម្មធ្ងន់ធ្ងរជាពិសេសលុបបំបាត់ការកប់ទាសករជាមួយសពម្ចាស់របស់ខ្លួនទស្សនវិជ្ជារបស់លោកបានល្បីសុះសាយពេញនគរលូនិងផ្សាយដល់មហាជននៅនគរដទៃទៀតបើទោះបីជាពេលនោះមិនទាន់មានប្រព័ន្ធផ្សព្វផ្សាយទូលំទូលាយយ៉ាងណាក៏ដោយនៅក្នុងវ័យ52ឆ្នាំខុងជឺត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីនៃនគរលូលោកបានប្រើប្រាស់ភាសាការទូតរបស់ខ្លួនក្នុងការដណ្ដើមយកក្រុងចំនួន3ពីស្ដេចនគរឈីមកវិញហើយលោកបានធ្វើការលុបបំបាត់ប៉មការពាររបស់ពួកអភិជនគួរបញ្ជាក់ផងដែរថានៅក្នុងនគរលូផ្ទៃដីមួយភាគធំធ្លាក់ទៅលើពួកអភិជនបានសាងប៉មការពារយ៉ាងរឹងមាំនិងបង្កើតទ័ពដោយខ្លួនឯងខុងជឺបានបញ្ជាឲ្យកំទេចប៉មការពារទាំងនោះហើយបង្រួមទឹកដីនគរលូឡើងវិញតាមរយៈនយោបាយនេះកិច្ចចារភាពរបស់នគរលូបានធ្វើឲ្យនគរដទៃទៀតនៅជុំវិញមានការផិតភ័យយ៉ាងខ្លាំងនៅក្នុងស្មារតីខ្លាចខុងជឺដល់យោបល់ឲ្យស្ដេចនគរលូដើម្បីទន្ទ្រានកាន់កាប់នគរដទៃទៀតស្ដេចនគរឈីបានបញ្ជូនស្រីស្រស់ស្អាតចំនួន16នាក់ដែលបានបណ្ដោះបណ្ដាលខាងរបាំនិងចម្រៀងមកពង្ពួកស្ដេចនគរលូកុំឲ្យមានពេលបំពេញរាជកិច្ចនិងលែងស្ដាប់យោបល់របស់ខុងជឺតែងតែចំណាយពេលវេលារបស់ខ្លួនយ៉ាងច្រើនដើម្បីចូលទៅជួបស្ដេចលូដើម្បីពិភាក្សាអំពីរាជកិច្ចប៉ុន្តែលោកតែងតែទទួលបានការបដិសេធ
ទង្វើច្រំដែររបស់លោកមិនបានធ្វើឲ្យស្ដេចនគរលូរំភើបចិត្តនោះទេតែបានធ្វើឲ្យស្ដេចនគរលូខ្ញាល់ទៅវិញនេះគឺស្របនឹងទស្សនៈដែលថាការផ្ដល់យោបល់ច្រំដែរទៅច្បាយនេះដែលមិនខ្វល់ពីខ្លួននឹងនាំឲ្យខ្លួនអាប់អោនកិត្តិយសនៅទីបំផុតបំណងរបស់ស្ដេចឈីបានសម្រេចស្របពេលជាមួយគ្នានោះពួកអបជននៅក្នុងនគរលូដែលទទួលរងការដកហូតអំណាចពីខុងជឺបានពួតដៃគ្នាប្រើល្បិចបង្ខំឲ្យខុងជឺចាក់ចេញពីនគរលូដោយគ្នានឹងសូក្រាតដែលជាទស្សនវិទូក្រិចនៅសម័យបុរាណដែរខុងជឺមិនដែលបាននិពន្ធឯកសារទស្សនវិជ្ជាដោយខ្លួនឯងនោះទេពោលគឺទ្រឹស្ដីរបស់លោកត្រូវបានសាវករបស់លោកកត់ត្រាទុកនៅពេលរៀនជាមួយលោកទ្រឹស្ដីដែលជាការបកស្រាយបញ្ជូលរបស់លោកទាំងអស់ត្រូវបានចងក្រងជាឯកសារសន្ទនាទស្សនវិជ្ជារបស់ខុងជឺក្នុងរយៈពេល4ឆ្នាំនៃសកម្មភាពដ៏ត្រចះត្រចង់របស់ខុងជឺបានលះបង់តួនាទីរបស់ខ្លួនហើយចាក់ចេញពីនគរលូដោយធ្វើដំណើរផ្សព្វផ្សាយពីទស្សនវិជ្ជារបស់លោកទៅកាន់នគរដទៃទៀតនគរដែលលោកបានទៅដល់មុនគេគឺនគរវៃដែលជានគរមានប្រជាពលរដ្ឋច្រើនជាងគេលោកបានទូន្មានដល់អ្នកដឹកនាំនគរឲ្យបង្កើតគុណភាពអប់រំនិងកាត់បន្ថយអនាក្រាភាពរបស់ប្រជាពលរដ្ឋការអប់រំគឺជាគោលការណ៍គ្រឹះនិងជាមូលដ្ឋាននៅក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនិងសង្គមជាតិកាលនេះផ្លាតុងក៏បានឯកភាពនឹងទស្សនៈរបស់ខុងជឺដោយបានអះអាងថាការអប់រំអ្នកដឹកនាំនិងប្រជាពលរដ្ឋគឺជាចំណុចដ៏សំខាន់បំផុតក្នុងការបង្កើតនគរជាឧត្តមគតិនិងជាបុគ្គលឧត្តមគតិការអប់រំគឺជាវិធីសាស្ត្រមួយដែលកំណត់ពីទីតាំងរបស់នរណាម្នាក់នៅក្នុងសង្គមនិងបង្រៀនមនុស្សឲ្យយល់ព្រមទទួលយកទីតាំងដែលបានកំណត់នោះដោយមិនអាចបញ្ជូលស្ដេចនគរវៃឲ្យទទួលយកពុទ្ធិក្នុងការគ្រប់គ្រងនគរបានខុងជឺបានសម្រេចចិត្តចាក់ចោលនគរវៃទៅកាន់នគរឆាវមិនខុសពីនគរវៃអ្នកដឹកនាំនគរឆាវមិនទទួលយកបំណងល្អរបស់ខុងជឺទើបលោកបន្តដំណើរទៅកាន់នគរសុងនៅពេលមកដល់ព្រំប្រទល់នគរសុងលោកស៊ីម៉ាហ៊ុនធួយដែលជាមេដឹកនាំជាន់ខ្ពស់មួយរូបរបស់នគរសុងបានរៀបរៀងខុងជឺមិនឲ្យចូលទៅក្នុងនគរសុងខុងជឺបានជ្រើសរើសនគរឈិនជាទីសំណាក់នៅក្នុងពេលជាមួយគ្នានោះលោកមានអាយុ60ឆ្នាំប៉ុន្តែលោកមិនទទួលយកតួនាទីនយោបាយណាមួយនៅក្នុងនគរឈិនក្រៅពីការបង្រៀនទស្សនវិជ្ជារបស់លោកទៅដល់សិស្សនោះទេនៅក្នុងឆ្នាំ489មុនគ្រិស្តសករាជនគរឈិនត្រូវបានទទួលរងការវាយប្រហារពីសំណាក់នគរអ៊ូស្ដេចនគរឈូបានទៅជួយនគរឈិនខុងជឺបានបន្តស្នាក់នៅក្នុងនគរឈិនដោយមិនទទួលយកតួនាទីនយោបាយណាមួយតែលោកបានជួយផ្ដល់យោបល់ដល់ស្ដេចនគរឈូក្នុងការគ្រប់គ្រងនគរដើម្បីធ្វើឲ្យនគរនេះមានកិត្តិយសភាពកាលនេះស្ដេចនគរឈិននិងស្ដេចនគរឆាវមានការព្រួយបារម្ភយ៉ាងខ្លាំងហើយធ្វើការឡោមព័ទ្ធកន្លែងស្នាក់នៅរបស់ខុងជឺដែលជាហេតុធ្វើឲ្យលោកនិងសិស្សជួបប្រទះនឹងភាពស្រេកឃ្លានយ៉ាងខ្លាំងខុងជឺនិងសិស្សបានគេចចេញពីនគរឈិនទៅកាន់នគរឈូកិត្តិនាមរបស់លោកជាការបំភ័យដល់មន្ត្រីជាន់ខ្ពស់របស់នគរឈូដែលខ្លាចលោកដណ្ដើមតំណែងរបស់ពួកគេខុងជឺបានបដិសេធក្នុងការបំពេញកិច្ចការនានានៅក្នុងនគរឈូដើម្បីជៀសវាងវិវាទនៅក្នុងវ័យ63ឆ្នាំខុងជឺបានដើរតួនាទីជាអ្នកសម្របសម្រួលនយោបាយដល់នគរវៃដែលកំពុងវឹកវរដោយការផ្ដួលរំលំរាជបល្ល័ង្កខុងជឺបានជួយរៀបចំសណ្ដាប់ធ្នាប់សង្គមតាមរយៈទស្សនវិជ្ជារបស់លោកនៅក្នុងវ័យ67ឆ្នាំកម្លាំងរបស់លោកបានថមថយហើយស្មារតីរបស់លោកកាន់តែធ្លាក់ចុះយ៉ាងខ្លាំងនៅពេលដែលលោកបានទទួលដំណឹងពីមរណភាពរបស់ភរិយារបស់លោកនៅក្នុងឆ្នាំ484មុនគ្រិស្តសករាជលោកយានឈីវដែលជាសិស្សរបស់ខុងជឺបានដឹកនាំទ័ពនគរលូបានដេញនគរឈីដែលចូលមកឈ្លានពាននគរលូក្រោយទទួលបានជ័យជំនះស្ដេចនគរលូបានឯកភាពតាមសំណើរបស់យានឈីវឲ្យអញ្ជើញខុងជឺឲ្យត្រឡប់មកជួយកិច្ចការនគរលូវិញក្នុងដំណើរផ្សងព្រេងរបស់លោករយៈពេល12ឆ្នាំអ្វីដែលធ្វើឲ្យខុងជឺសោកសៅបំផុតនោះគឺការបាត់បង់កូនប្រុសខុងលី
និងសាវកសំណប់របស់លោកចំនួន3រូបគឺជៀនហ៊ួយប៉ូនីវនិងជឺលូនៅក្នុងវ័យ68ឆ្នាំខុងជឺបានមកដល់មាតុភូមិដោយទទួលងារជាអាចារ្យបុគ្គលរបស់នគរលូគូបញ្ជាក់ផងដែរថាខុងជឺបានដើរផ្សងព្រេងអស់រយៈពេល12ឆ្នាំដោយចាប់ពីពេលដែលលោកមានអាយុ56ឆ្នាំរហូតដល់លោកមានអាយុ68ឆ្នាំលោកបានធ្វើដំណើរពីនគរមួយទៅនគរមួយទៀតក្នុងក្តីសង្ឃឹមថាទស្សនវិជ្ជារបស់លោកនឹងចូលទៅក្នុងការប្រតិបត្តិរបស់អ្នកដឹកនាំទាំងអស់នៅក្នុងប្រទេសចិននៅពេលត្រឡប់មកដល់នគរលូវិញខុងជឺបានសម្រេចចិត្តទទួលយកតួនាទីជាទីប្រឹក្សាមហាក្សត្រនគរលូនៅក្នុងនាមជាទីប្រឹក្សាលោកយល់ថាទីប្រឹក្សាជាមន្ត្រីជននិវត្តន៍ដែលមានពុទ្ធិជ្រៅជ្រះនិងមានបទពិសោធន៍ជាងអ្នកដឹកនាំនិងជាអ្នកដែលគិតប្រយោជន៍ជាតិជាជាងគិតទៅលើបញ្ហាបៀវត្សអ្វីដែលជាភាពអាម៉ាស់បំផុតក្នុងនាមជាទីប្រឹក្សាគឺការទទួលយកបៀវត្សដោយមិនបំពេញការងារហើយគិតតែប្រយោជន៍ส่วนតួឬគ្មានសមត្ថភាពបំពេញការងារក្នុងការផ្ដល់យោបល់ដឹកនាំនគរដោយលុបបំបាត់អក្រិតជននិងលើកដំកើងតួនាទីរបស់ប្រជាពលរដ្ឋខុងជឺបានពោលថាអ្នកដឹកនាំដូចជាខ្យល់រីឯប្រជាពលរដ្ឋដូចជាស្មៅបើខ្យល់បក់ខ្លាំងស្មៅមិនអាចបាក់បានដោយគ្រាន់តែទន់ទាបរួចងើបឡើងវិញកុំបង្ខំឲ្យប្រជាពលរដ្ឋឲ្យទទួលយកដោយឆាប់រហ័សនិងកុំសម្លឹងមើលតែប្រយោជន៍តូចតាចបើបង្ខំពេកនគរមិនអាចឈានទៅដល់គោលដៅតែបើគិតតែពីប្រយោជន៍តូចតាចនគរនឹងមិនអាចសម្រេចបានផលប្រយោជន៍ធំដុំបានឡើយកើតចាស់ឈឺស្លាប់គឺជាក្រិតក្រមរបស់ធម្មជាតិដែលគ្មានបុគ្គលណាម្នាក់គេចផុតបានឡើយទោះបីជាខុងជឺក៏ត្រូវគោរពតាមក្រិតក្រមនេះដែរតែកេរ្តិ៍ឈ្មោះរបស់លោកត្រូវបានមនុស្សជាតិកត់ត្រាទុកជារៀងរហូតលោកនឹងមិនមានការស្ដាយស្រណោះអ្វីឡើយព្រោះលោកតែងតែពោលថាបណ្ឌិតត្រូវសោកស្ដាយនៅពេលដែលខ្លួនស្លាប់ទៅមិនបានបន្សល់ទុកពុទ្ធិល្អៗដល់អ្នកចំនួនក្រោយព្រឹកមួយខុងជឺបានដឹងថាខ្លួនចូលចិត្តដល់សេចក្តីស្លាប់លោកបានដើរទៅទីវាលដោយនិយាយតិចៗថាពិភពលោកនេះលែងឲ្យខ្ញុំបណ្ដោះបណ្ឌិតហើយលែងឲ្យខ្ញុំផ្ដល់យោបល់ដល់ស្ដេចតទៅទៀតហើយនៅខែមេសាឆ្នាំ479មុនគ្រិស្តសករាជនៅក្នុងអាយុ72ឆ្នាំខុងជឺបានលាចាកចោលពិភពលោកីដ៏ស្អុយកខ្វក់ដែលជាគម្រោងអាសោចនៃជីវិតរបស់លោកតាំងពីថ្ងៃដែលខុងជឺកើតមកលោកមិនដែលស្គាល់ថាអ្វីជាសេចក្តីសប្បាយរីករាយឡើយខុងជឺបានយកទុកព្រួយរបស់ប្រជាពលរដ្ឋមកច្របាច់កំទេចដោយទស្សនវិជ្ជារបស់លោកដើម្បីជាការដឹងគុណដល់ខុងជឺដែលបានបង្កើតកំណត់ពុទ្ធិមហាសាលហើយលក្ខណៈមិនចេះរីងស្ងួតចំពោះជនជាតិចិនមួយឆ្នាំក្រោយមរណភាពរបស់ខុងជឺស្ដេចនគរលូបានសម្រេចសាងសង់ព្រះវិហារមួយនៅក្នុងស្រុកឈីហ្វូដែលជាស្រុកកំណើតរបស់ខុងជឺសម្រាប់តម្កល់រូបសំណាករបស់ខុងជឺព្រះវិហារនេះត្រូវបានស្ដេចរជ្ជកាលក្រោយៗបន្តជួសជុលនិងសាងសង់បន្ថែមនាពេលបច្ចុប្បន្នព្រះវិហារនេះមានអត្ថិភាពនៅក្នុងផ្ទៃដីទំហំជាង20ហិកតានៅខ្លោងទ្វារចូលនៃព្រះវិហារមានសិលាមួយផ្ទាំងដែលត្រូវបានគេចារឹកប្រាប់អ្នកដំណើរទាំងអស់ឲ្យចុះដើរដោយថ្មើរជើងចូលទៅក្នុងព្រះវិហារដើម្បីបញ្ជាក់ពីការគោរពដល់ខុងជឺផ្លូវដ៏ធំមួយចាប់ពីមាត់ទ្វារដល់ក្បែរព្រះវិហារមានផ្លូវបែកជា3ហើយតភ្ជាប់ជាមួយនឹងជណ្ដើរចំនួន9ដែលជនជាតិចិនមានជំនឿថាលេខ9ជាលេខដែលធំជាងគេដើម្បីឡើងទៅព្រះវិហារដោយជណ្ដើរកណ្ដាលមានទំហំធំជាងគេនៅលើដំបូលដែលប្រក់ក្បឿងពណ៌លឿងពណ៌តំណាងស្ដេចមានឆ្លាក់រូបនាគដែលជាតំណាងស្ដេចនៅគ្រប់ចុងដងក្តារនិងចង្វានៃដំបូលព្រះវិហារនៅក្នុងមនោសញ្ចេតនាគ្រប់ខុងជឺស្ដេចនៅក្នុងរជ្ជកាលមេញព្រះនាមសៀនចុងបានចារឹកអត្ថបទមួយនៅលើសិលាចារឹកមួយផ្ទាំងដាក់នៅចំពីមុខព្រះវិហារថានៅក្រៅមេឃប្រទេសចិនគ្មានថ្ងៃណាដែលអាចរំលងពីការប្រតិបត្តិទ្រឹស្ដីរបស់ខុងជឺបានឡើយទ្រឹស្ដីរបស់ខុងជឺបានធ្វើឲ្យសង្គមមានសន្តិភាពមនុស្សទាំងអស់ពោរពេញទៅដោយគុណធម៌ហើយវត្ថុទាំងអស់នឹងមានសណ្ដាប់ធ្នាប់សុខុមាលភាពនិងភាពភ័យខ្លាចរបស់ប្រជាជនសន្តិភាពនិងភាពជ្រួលច្របល់របស់ជាតិ
ពិតជាមានទំនាក់ទំនងជាមួយនឹងទស្សនវិជ្ជារបស់ខុងជឺអ្នកគ្រប់គ្រងនគរឲ្យមានសន្តិភាពនិងធ្វើឲ្យប្រជាជនមានសុខុមាលភាពពិតជាមិនអាចខ្វះការប្រតិបត្តិទស្សនវិជ្ជារបស់ខុងជឺសូម្បីតែមួយថ្ងៃបានឡើយខុងជឺបានទូន្មានថាដើម្បីសន្តិភាពនិងសណ្ដាប់ធ្នាប់មនុស្សត្រូវមានទំនាក់ទំនងគ្នា5យ៉ាងតាមរយៈគុណធម៌គឺទី1អ្នកគ្រប់គ្រងនិងអ្នកត្រូវបានគេគ្រប់គ្រងទី2ឪពុកម្ដាយនិងកូនទី3ប្តីនិងប្រពន្ធទី4បងនិងប្អូននិងទី5មិត្តភក្តិកេរ្តិ៍ឈ្មោះរបស់ខុងជឺត្រូវបានអ្នកដឹកនាំចិនខ្លះភ័យខ្លាចហើយអ្នកដឹកនាំខ្លះលើកសរសើរ